លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំផ្លាស់ប្ដូរចិត្តលឿនរហ័សក្រោយពីគម្រាមវាយប្រហារអ៊ីរ៉ង់យ៉ាងចាស់ដៃកាលពីថ្ងៃសុក្រតែនៅយប់ថ្ងៃសៅរ៍លោកត្រាំបែរជាប្រកាសម្ដងទៀតថាផ្អាកវាយប្រហារចៅវាយសេតាវិមានសរសេរបញ្ជាក់នៅក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនថារូបលោកបានយល់ព្រមនឹងចេញបទបញ្ជាឲ្យកងទ័ពអាមេរិកផ្អាកវាយប្រហារបាញ់ផ្លោងនិងទម្លាក់គ្រាប់ទៅលើអ៊ីរ៉ង់ដោយស្ថិតក្រោមលក្ខខណ្ឌថារដ្ឋអំណាចទីក្រុងតេហេរ៉ង់ត្រូវចុះកិច្ចព្រមព្រៀងថ្មីនិងត្រូវធ្វើជាបន្ទាន់ដែលអាចធានាឲ្យបានថាអ៊ីរ៉ង់ជំរុះចោលមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរលក្ខខណ្ឌមួយទៀតគឺអ៊ីរ៉ង់ត្រូវបើកចំហច្រកសមុទ្រអុកម៉ូសឲ្យធ្វើចរាចរណ៍ដោយសេរីនិងមានសុវត្ថិភាពបើតាមលោកត្រាំការផ្អាកវាយប្រហារអ៊ីរ៉ង់ជាសំណើទទូចសុំរបស់អ៊ីរ៉ង់ខ្លួនឯងរួមទាំងប្រទេសជាច្រើនផ្សេងទៀតហើយការផ្អាកបាញ់ប្រហារនេះក៏ដើម្បីផលប្រយោជន៍របស់ពិភពលោកចំណែកសម្ព័ន្ធមិត្តអ៊ីស្រាអែលមិនទាន់បញ្ចេញមតិយោបល់អ្វីទេចំពោះការប្រកាសរបស់ប្រធានាធិបតីអាមេរិកយ៉ាងដូច្នោះបើទោះបីជាលោកត្រាំបានអះអាងតែម្នាក់ឯងថាអ៊ីស្រាអែលក៏យល់ព្រមពន្យាពេលវាយប្រហារទៅលើអ៊ីរ៉ង់ដែរការប្រកាសទាំងឡាយរបស់លោកដូណាល់ត្រាំបានធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាបាសអារ៉ាស៊ីនិងបណ្ដាមេដឹកនាំជាន់ខ្ពស់របស់ទូគីប៉ាគីស្ថាននិងអារ៉ាប៊ីសាអូឌីតដែលជាអន្តរការីសម្រុះសម្រួលចំនួនក្រោយជំនួបតាមទូរស័ព្ទនោះរាជទាយាទអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់មូហាម៉ែតប៊ិនសាល់ម៉ានបានទូរស័ព្ទទៅលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំដោយសម្ដែងក្តីបារម្ភនិងសូមការបញ្ជាក់អំពីគម្រោងវាយប្រហារដែលលោកត្រាំថាដាក់សម្ពងអ៊ីរ៉ង់ឲ្យចាស់ដៃរាជទាយាទអារ៉ាប៊ីសាអូឌីតក៏បានទទូចឲ្យមានកិច្ចចរចាគ្នាឡើងវិញដើម្បីបន្ធូរបន្ថយភាពតានតឹងទន្ទឹមនឹងគ្នាដែររដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតក៏បានក្រើនរំលឹកមេដឹកនាំអាមេរិកថារាល់ការពុតដៃគ្នាវាយប្រហារអ៊ីរ៉ង់ពីសំណាក់អាមេរិកអ៊ីស្រាអែលរួមនឹងសម្ព័ន្ធមិត្តនៅក្នុងតំបន់មជ្ឈិមបូព៌ាគឺច្បាស់ជានឹងធ្វើឲ្យរដ្ឋអំណាចទីក្រុងតេហេរ៉ង់វាយបកវិញយ៉ាងចាស់ដៃដែរពលប្រសិនបើកងទ័ពអាមេរិកសម្រេចវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលប្រេងអ៊ីរ៉ង់នោះគឺច្បាស់ជាអ៊ីរ៉ង់នឹងបង្កើនការវាយប្រហារទៅលើទីតាំងស្តុកប្រេងរបស់អារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួមទាំងវាយគំទេចមជ្ឈមណ្ឌលផលិតអូស្មန်ហ្គាសរបស់កាតានិងអ៊ីស្រាអែលដោយអ៊ីស្រាអែលដែររដ្ឋអំណាចទីក្រុងតេហេរ៉ង់មិនទាន់បញ្ចេញប្រតិកម្មចំពោះការប្រកាសរបស់លោកដូណាល់ត្រាំទេតែកាសែតជាតិនិយមអ៊ីរ៉ង់មាសបានទាត់ចោលការលើកឡើងដែលថាតេហេរ៉ង់ទទូចសុំវ៉ាស៊ីនតោនឲ្យឈប់ច្បាំងនិងថាលោកត្រាំកំពុងតែកុហករដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោននឹងកាត់បន្ថយទិដ្ឋាការរួមទាំងបន្ថយរយៈពេលស្នាក់នៅចំពោះនិស្សិតនិងអ្នកកាសែតបរទេសនេះគឺជាការបោះជំហានថ្មីមួយទៀតក្នុងគោលនយោបាយរឹតបន្តឹងអន្តោប្រវេសន៍ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំចេញផ្សាយផ្លូវការនៅថ្ងៃទី17កក្កដាក្រឹត្យច្បាប់ថ្មីបញ្ជាក់ថានិស្សិតបរទេសអាចសុំទិដ្ឋាការស្នាក់នៅបានត្រឹមអតិបរមា4ឆ្នាំរីឯទិដ្ឋាការអ្នកសារព័ត៌មានបរទេសមានកម្រិតត្រឹម240ថ្ងៃឬប្រមាណជា8ខែដែលអាចស្នើសុំពន្យាពេលក្នុងរយៈពេលដូចគ្នាបើគ្មានការជំទាស់ពីសភាទេបញ្ញត្តិថ្មីនេះនឹងចូលជាធរមានឲ្យអនុវត្តនៅ2ខែទៀតគួរបញ្ជាក់ថាមកទល់នឹងពេលបច្ចុប្បន្ននេះសហរដ្ឋអាមេរិកធ្លាប់បានផ្ដល់ទិដ្ឋាការស្នាក់នៅដល់និស្សិតបរទេសអាស្រ័យទៅតាមរយៈពេលនៃកម្មវិធីសិក្សារបស់ពួកគេចំណែកអ្នកកាសែតបរទេសវិញអាចទទួលទិដ្ឋាការមានសុពលភាពរហូតដល់5ឆ្នាំឯណោះវិធានការអាមេរិកនៅពេលនេះធ្វើឲ្យចិនមិនសប្បាយចិត្តទេត្បិតថានិស្សិតចិនមានចំនួនច្រើនកំពុងតែរៀននៅអាមេរិករដ្ឋអាមេរិកទីក្រុងប៉េកាំងប្រតិកម្មថាចំណាត់ការអាមេរិកមានចរិតរើសអើងហើយប្រឆាំងអ្នកកាសែតចិនជាក់ស្ដែងអ្នកសារព័ត៌មានជាតិសាសន៍ដទៃអាចសុំទិដ្ឋាការចំនួន240ថ្ងៃតែចំពោះអ្នកកាសែតចិនវិញអាចសុំទិដ្ឋាការបានត្រឹម90ថ្ងៃតែប៉ុណ្ណោះក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងអ្នកនាំពាក្យក្រសួងការបរទេសចិនបានសន្យាថារដ្ឋអំណាចចិននឹងដាក់វិធានការវាយបកក្នុងក្រសែភ្នែកស្ថាប័នកាសែតអន្តរជាតិវិធានការអាមេរិកថ្មីនេះរំលោភសេរីភាពសារព័ត៌មាននិងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យក្រឡាប់ចាក់មានស្នាក់ការនៅទីក្រុងប៉ារីអង្គការអ្នកកាសែតគ្មានព្រំដែនខឹងសម្បានិងប្រមានថាវិធានការនេះនឹងដកហូតលទ្ធភាពធ្វើការរបស់អ្នកសារព័ត៌មានបរទេសហើយនឹងធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិលំបាកឬស្ទើរតែមិនអាចដំណើរការបាននៅលើទឹកដីអាមេរិក
គណៈកម្មការការពារអ្នកសារព័ត៌មានក៏រិះគន់ដែរថាអាមេរិកលែងដើរតួគំរូដឹកនាំគេខាងការពារសេរីភាពសារព័ត៌មានទៀតហើយទោះបីយ៉ាងណាក្តីក្រសួងសន្តិសុខមាតុភូមិអាមេរិកដែលទទួលបន្ទុកគ្រប់គ្រងលំហូរជនអន្តោប្រវេសន៍បានអះអាងថាប៉ុន្មានឆ្នាំចុងក្រោយនេះចំនួននិស្សិតនិងអ្នកសារព័ត៌មានបរទេសដែលទទួលបានទិដ្ឋាការកើនឡើងយ៉ាងសន្ធឹកសន្ធាប់កំណើនទិដ្ឋាការប្រភេទនេះបង្កបញ្ហាលំបាកនៅក្នុងការតាមដាននិងត្រួតពិនិត្យជនបរទេសបើតាមតួលេខផ្លូវការក្នុងឆ្នាំ2024ជនបរទេសជិត2លាននាក់ចូលស្នាក់នៅសហរដ្ឋអាមេរិកក្រោមទិដ្ឋាការនិស្សិតតួលេខនេះកើនឡើង11%បើធៀបទៅនឹងឆ្នាំ2023អាស្រ័យហេតុដូច្នេះហើយទើបក្រសួងសន្តិសុខមាតុភូមិអាមេរិកចាត់ទុកវិធានការថ្មីថាមានភាពចាំបាច់ដើម្បីគ្រប់គ្រងអន្តោប្រវេសន៍និងការពារសន្តិសុខជាតិ